បានសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពពកក្រហមថ្ងៃនេះដែរពពកក្រហមនាំរឿងដ៏រន្ធត់មួយជូនពុកម៉ែបងប្អូនទុកស្ដាប់ជាការកម្សាន្តហើយរឿងនេះដែរមានចំណងជើងណាខ្មោចសិស្សក្រមុំបានមិនបានខ្មោចសិស្សក្រមុំទេដែលថាគាត់ជាសិស្សទើបតែប្រឡងបាក់ឌុបចប់ចឹងណាបាទហើយរឿងនេះដែរកើតឡើងនៅខាងខេត្តត្បូងឃ្មុំដែលពីមុនហ្នឹងគឺជាខាងខេត្តកំពង់ចាមហ្នឹងហើយរឿងហ្នឹងកើតឡើងទៅលើគ្រួសាររបស់អ៊ំអ៊ីមជាស្ត្រីមេម៉ាយបាទហើយគាត់មានកូន2នាក់កូនប្រុសម្នាក់ហើយនិងកូនស្រីម្នាក់កូនប្រុសហ្នឹងគឺឈ្មោះបងចិត្តហើយកូនស្រីពៅហ្នឹងគឺឈ្មោះចែថារីបាទបងចិត្តគាត់មានគ្រួសារហើយអញ្ចឹងគាត់បានបែកគ្រួសារទៅនៅផ្ទះនៅចុងភូមិអញ្ចឹងទៅហើយផ្ទះអ៊ំអ៊ីមគឺជាផ្ទះដែលលក់វ៉ាន់ចាប់ហួយលក់ស្ករប៊ីចេងអញ្ចឹងទៅហើយគាត់ជាមនុស្សចាស់ដែលស្រឡាញ់ក្មេងៗអញ្ចឹងណាហើយគាត់ស្រឡាញ់កូនស្រីគាត់ណាហើយគាត់ស្រឡាញ់កូនគាត់ចូលចិត្តឲ្យកូនគាត់មានការសិក្សាល្អហើយក្នុងឆ្នាំនោះបានកើតរឿងនេះដែរកើតឡើងកាលពីឆ្នាំ1999ដើមឆ្នាំ2000បើយើងគិតទៅដល់បច្ចុប្បន្នហ្នឹងវាមានរយៈពេល25-26ឆ្នាំហើយបាទហើយរឿងនឹងដែរកើតឡើងទៅលើចែថារីណាហើយកុំឲ្យខាត់ពេលយូរសូមស្ដាប់ដូចតទៅហើយចែថារីគឺជាក្មេងម្នាក់ដែលចូលចិត្តរៀនសូត្រគាត់ចូលចិត្តរៀនសូត្រខ្លាំងណាស់ហ្នឹងណាហើយគាត់ចូលចិត្តរៀនសូត្រហើយគាត់មានមិត្តភ័ក្តិដូចចំណិតហ្នឹងមាន3នាក់មានចែរស្មីហើយនឹងចែតីហើយនឹងបងរតជាមនុស្សផុសអញ្ចឹងណាហើយគាត់ទៅរៀនប្រចាំថ្ងៃហ្នឹងគឺទៅរៀនជាមួយគ្នាហើយឆ្នាំនេះដែរគឺជាឆ្នាំប្រឡងបាក់ឌុបថ្នាក់ទី12ហើយគាត់ទៅរៀនហើយគ្នាគាត់ប្រហែលអ្នកហ្នឹងគឺសិតតែជាសិស្សដែលសិក្សាសិក្សាខ្លាំងមែនតើហើយកាលហ្នឹងនៅខាងផ្លូវជាតិលេខ7យើងហ្នឹងណាអញ្ចឹងគាត់ទីតាំងហ្នឹងគឺខាងនៅគាត់នៅជប់អញ្ចឹងណានៅជប់បាទពីមុនជប់ហ្នឹងគឺជាឃុំជប់អញ្ចឹងទៅហើយជប់នេះគឺជាតំបន់ដែលមានចកាច្រើនដូចជាចកាកស៊ូមានចកាសណ្ដែកចកាអីផ្សេងអញ្ចឹងទៅតាមផ្ទះនីមួយដែលគាត់ដាំដុះបាទហើយកាលហ្នឹងចែធីរីគាត់ជិះកង់ទៅរៀនសម័យហ្នឹងគ្រួសារដែលមានកង់គឺអាចថាគ្រួសារគាត់រៀងគ្រាន់បើដែរបានន័យថារៀងជីវភាពអីហ្នឹងរៀងធូរធារបានន័យថាកាលហ្នឹងរៀងធូរធារហើយមិត្តភ័ក្តិចែធីរីក៏មានបង្រត់មួយដែលគាត់មានម៉ូតូឆាលីក្រៅពីហ្នឹងសិតតែជិះកង់ទៅទាំងអស់គ្នាអញ្ចឹងណាកង់ម្នាក់មួយអញ្ចឹងទៅហើយពេលវេលាដែលប្រឡងបាក់ឌុបក៏បានចូលមកដល់បានចូលមកដល់អញ្ចឹងទៅកាលនោះមុខវិជ្ជាប្រឡងច្រើនបាទដូចជាខ្ទង់11មុខដែរ11មុខវិជ្ជាគាត់ប្រឡង3ថ្ងៃហើយវិទ្យាល័យដែលគាត់រៀនហ្នឹងគឺវិទ្យាល័យជប់បាទវិទ្យាល័យជប់នេះគឺនៅសាថ្នល់តតឹងហ្នឹងគឺយើងជិះចូលទៅតាមចកាកស៊ូពីមុនណាចកាកស៊ូឥឡូវក៏ប្រហែលជានៅតែមានចកាកស៊ូដដែលហ្នឹងបាទគាត់ប្រឡងបាក់ឌុបក៏ចាប់រួចរាល់អញ្ចឹងរងចាំថ្ងៃចាំលទ្ធផលទេហើយពេលដែលគាត់ប្រឡងចប់គាត់មកវិញគាត់ជំរាបប្រាប់ម្ដាយគាត់ហ្នឹងអ៊ំអ៊ីមហ្នឹងថាងកូនខំអស់ពីសមត្ថភាពហើយមិនដឹងថាប្រឡងបាននិទេសអីទេអញ្ចឹងណាមិនដឹងថាប្រឡងបាននិទេសអីតែគាត់ជឿជាក់លើខ្លួនឯងទាំងមិត្តភ័ក្តិគាត់ទាំងអស់ហ្នឹងដែលខំរៀនទាំងអស់នេះគាត់ថាគាត់នឹងប្រឡងជាប់ប៉ុន្តែមិនដឹងថាបាននិទេសល្អប៉ុណ្ណាឬ A B C D E អីមិនដឹងទេប៉ុន្តែគាត់ថាគាត់អត់ធ្លាក់ទេគាត់មានភាពជឿជាក់ណាបាទដល់ថ្ងៃដែលគេប្រកាសលទ្ធផលមកហ្នឹងហើយដល់ថ្ងៃដែលប្រកាសលទ្ធផលពួកគាត់ទាំង4-5នាក់ហ្នឹងគ្នាមិត្តភ័ក្តិគាត់មាន2នាក់ទៀតទៅកាលហ្នឹងជិះកង់ទៅ4ម៉ូតូឆាលីមួយបានន័យថា5-6នាក់អញ្ចឹងណាតែចែថារីគាត់ជិះកង់តែឯងទេគាត់ទៅមើលលទ្ធផលនៅជប់ព្រោះផ្ទះគាត់នៅខាងនេះដែរនៅឆ្ងាយទៅតាំងពីព្រឹកអញ្ចឹងណាទៅពីព្រឹកទៅមើលបានមើលលទ្ធផលលទ្ធអីហ្នឹងបានមើលលទ្ធផលអីហើយគាត់ដឹងហើយចែគ្នាគាត់មិត្តភ័ក្តិទាំងអស់ហ្នឹងដូចចែរស្មីអីនោះបាននិទេស C អញ្ចឹងទៅណាបង្រត់ប្រុសនោះបាននិទេស B ហើយចំណែកចែធារីយើងនេះគាត់បាននិទេស A ហើយគាត់សប្បាយចិត្តខ្លាំងមែនតើគាត់ក៏ធ្វើកម្មវិធីជប់លៀងជាមួយនឹងមិត្តភ័ក្តិទាំងអស់នៅសាលាអញ្ចឹងទៅនៅវិទ្យាល័យណាធ្វើកម្មវិធីជប់លៀងដូចជាសិស្ស
ប្រឡងបច្ចុប្បន្នដែរអញ្ចឹងអបអរសាទរប៉ុន្តែគ្រាន់តែក្មេងសម័យហ្នឹងជប់លៀងអត់មានដូចយើងបច្ចុប្បន្នណាគ្រាន់តែញ៉ាំអីតិចតួចនៅសាលាទៅក៏ចាប់បាទហើយរហូតដល់ញ៉ាំបាយថ្ងៃហើយហ្នឹងក៏ចាប់ផ្ដើមមានកម្មវិធីរហូតកម្មវិធីហ្នឹងគឺចាប់ផ្ដើមពីម៉ោង2រហូតដល់ម៉ោង4ល្ងាចហ្នឹងណាម៉ោង4ល្ងាចក៏ពួកគាត់ទាំងអស់គ្នាហ្នឹងមិត្តភ័ក្តិគាត់ហ្នឹងណាមកទាំងអស់បានន័យថាកង់4ម៉ូតូមួយរត់គាត់ជិះម៉ូតូអាឆាលីអញ្ចឹងទៅគាត់ជិះម៉ូតូអាឆាលីហ្នឹងគាត់ជិះពីមុខហើយកង់ហ្នឹងគឺជិះពីក្រោយចែថារីហ្នឹងគាត់ជិះក្រោយគេបាទនៅពេលហ្នឹងវាមេឃគឺមេឃរភ្លៀងបងប្អូនដឹងស្រាប់ហើយសម័យប្រឡងគឺដូចបច្ចុប្បន្នហ្នឹងអញ្ចឹងគឺខែចូលខែ9ខែ10ហើយអញ្ចឹងខែនេះវាពេញរដូវភ្លៀងណាគាត់ចេញពីសាលាកោលាន់បាទកោលាន់ចាប់ផ្ដើមភ្លៀងអញ្ចឹងណាចាប់ផ្ដើមភ្លៀងហ្នឹងហើយគាត់ចាប់ផ្ដើមភ្លៀងជិះគាត់ជិះកាត់ចកាកស៊ូណាកាលហ្នឹងសាលារៀនគឺត្រូវកាត់ចកាកស៊ូហើយមិត្តភ័ក្តិគាត់ទាំងអស់អញ្ចឹងណាជិះមកកាត់ចកាកស៊ូហ្នឹងដល់ពាក់កណ្ដាលផ្លូវនៅពាក់កណ្ដាលផ្លូវហ្នឹងមិត្តភ័ក្តិគាត់ហ្នឹងគឺជិះទៅអស់ហើយណាហើយនៅសល់ចែធារីនៅក្រោយគេហ្នឹងប្រហែលចន្លោះគ្នាត50ម៉ែត្រអីទេតែចែធារីនេះគាត់កំពុងតែជិះកង់ស្រាប់តែមានមនុស្សឈួតណាគេហៅកាលហ្នឹងមនុស្សឈួតម្នាក់គាត់កាន់ផ្កាកលាប់មកតងហើយក៏បានស្រែកហៅចែធារីថាអេស្រីស្អាតអើយឈប់ណាខ្ញុំឲ្យផ្កាគាត់និយាយបែបមនុស្សឈួតក៏អត់ដឹងទេបើតែគ្រាន់តែឃើញចែធារីព្រោះចែធារីហ្នឹងគាត់ស្អាតមែនតើព្រោះគាត់សកាលហ្នឹងគាត់ស្អាតព្រោះគាត់នៅកំពង់ចាមកាត់ចិនហើយស្អាតហើយគាត់អត់ឈប់ទេគាត់អត់ព្រមឈប់ទេអញ្ចឹងណាគាត់អត់ព្រមឈប់ទេគាត់ជិះទៅបន្តទៀតគាត់ថាអត់ទេគាត់ស្រែកប្រាប់វិញណាគាត់តែគាត់មានសិលធម៌ថាអត់ទេពូអរគុណខ្ញុំបញ្ញាទៅផ្ទះម៉ែខ្ញុំជេរខ្ញុំខ្លាចម៉ែខ្ញុំថាឲ្យព្រោះល្ងាចហើយតែមេឃកំពុងតែភ្លៀងបដាខ្យល់បដាស្រាប់តែពេលជិះបានប្រហែលជា5-600ម៉ែត្រទៅមុខមិត្តភ័ក្តិគាត់ទាំងអស់ដែលជិះម៉ូតូនិងជិះកង់ហ្នឹងណាមុខគ្នា50ម៉ែត្រ30ម៉ែត្រអីចឹងទៅតែនៅសល់ចែធារីនៅពីក្រោយហ្នឹងបងប្អូនដឹងថាគាត់មានបញ្ហាមេឃកំពុងតែភ្លៀងខ្លាំងហើយមានខ្យល់ហើយនៅក្នុងចង្ការកស៊ូហ្នឹងគឺកាលហ្នឹងមានដើមកស៊ូដែលគេពុះពាក់កដាលពុះជាពីរហ្នឹងហើយគាត់ជិះដល់ចំណុចកន្លែងដើមកស៊ូដែលគេពុះជាពីរបងប្អូនដឹងទេជាអកុសលខ្លាំងមែនតើដើមកស៊ូហ្នឹងបាក់រលំទៅលើចែធារីលឺទៅប្រៅកង់ទៅលើគាត់ពេញមកទំហឹងកង់វិតកអស់លេងហើយចំកគាត់ក៏ដួលហើយបកាច់ស្រាប់តែពេលចែស្មីសួរថាចែស្មីគាត់នៅពីក្រោយបន្ទាប់ហ្នឹងគាត់ថាអឺរត់ទាំងអស់គ្នាធារីដើមកស៊ូបាក់ពីលើហើយស្រែកតែពេលស្រែកចឹងទាំងអស់គ្នាស្រឡាំងកាំងជិះម៉ូតូហើយនឹងជិះកង់ត្រឡប់មកវិញហើយសម័យហ្នឹងគឺពិបាកមែនតើបងប្អូនដឹងស្រាប់ហើយគឺពិបាកអត់មានទំនាក់ទំនងទូរស័ព្ទដូចបច្ចុប្បន្នទេស្រាប់តែពេលចឹងទៅគាត់មកទាំងអស់គ្នាគាត់5-6នាក់ហ្នឹងមកទាំងអស់ស្រាប់គាត់ហើយក៏អត់ដឹងទៅណាទេដំបងឡើយហ្នឹងគឺបង្រត់ហ្នឹងដោយសារតែពីនឹងទៅដល់អាកន្លែងជប់ហ្នឹងដល់ទីរួមផ្សារអាសាថ្នល់តតឹងយើងហ្នឹងគឺតាម1គីឡូជាងឯងអញ្ចឹងបងរត់ហ្នឹងមកលើកចែធារីហើយចែធារីហ្នឹងគាត់ចាប់ដើមនេះហើយគាត់បាត់បង់ស្មារតីហើយនាំគ្នាលើកដើមអាដើមដែលបាក់ហ្នឹងគ្នា 4-5 នាក់ហ្នឹងលើកអាដើមកស៊ូដែលបាក់ពីលើចែធារីហ្នឹងលើកចេញហើយពេលលើកចេញទៅចែធារីគាត់នៅមានដង្ហើមទេបានន័យថាគាត់បាត់បង់ស្មារតីបងប្អូនដឹងទេបាត់បង់ស្មារតីស្រាប់តែពេលបាត់បង់ស្មារតីគាត់ក៏បានលើកដើមកស៊ូនឹងចេញក៏បានដឹកជួយគ្នាសែងណាដាក់នៅលើម៉ូតូអាឆាលីហ្នឹងហើយបងរត់ហ្នឹងគាត់អ្នកទប់ចឹងទៅឲ្យមានម្នាក់ទៀតទប់ពីក្រោយជិះរ៉ែ1គីឡូដីទៅដល់ពេទ្យហើយទាំងមេឃកំពុងតែភ្លៀងបដាផ្គរបដាបាទភ្លៀងបដាផ្គរបដាអញ្ចឹងណា
sạp tập bê tập đo khang xa nó từng cả năng dương ọt toàn miên pet thì còn là chi pet thì hiên để có cho pi thì hiên mà có thơ pet chắc nè pê có còn là đo cái lại nắng còn là khơi nhà cà rạ bỏ trái thề rí pet có thái có ọt miên là tập hiệp mơ tê miên tại đất tây tì rùm khai tập bùng chàm từ pet khai hay cả năng plei của bạn nè bóng bồ này ọt toàn miên khno cái su tê plei chiết lấy bầm bờ nắng cứ plei cua còn tập pi tia từ xa nó từng đây tập chất tập pi cái lô thì bong rọt nè từ phèp im tha cô nè tao đó tia tao đó cọt chi Charlie cọt nè từ phèp im buổi để xa có ở đằng thà chui và đợi tiếp phụ cọt chui mà đo cái lại nằng ở hai chẳng á chi mà tô tao đó tia im tao đó cọt đó tha ông ơi ông tập về chỗ đó thế về ông im đã tranh máu mấy liếng hơi ngọt sáng người ta mấy cái mùi mà với nhỉ chơi nè thari tập về ngọt ta ông ơi thari đang một số bạc pillar ông bạc pillar ở nơi nơi xa nào tấn nơi pet ông im còn lưu trong pop dùng hu pop quạt rốt từ tia cồn quạt tia hàng chật đó nè từ phép bằng chật là ngày từ phép bằng chất tới sạp tập nơi nơi khung phum nó miền pet mũi tiết pet để hiên lái có tranh bị chân nó có che chắp tạt xài có nom kia nó nghe từ đất trai thời rí mà đạn được tia sân bà đám bấy chám dừng ro lan ro ấy mà đất cọt nắng từ pet khải bị phú pi nâng pi khang nâng từ pet khải đầy trơn cả lỗ chỗ 50 kg 60 kg đài chẳng bơn dương vậy tha vi hiện ngay hơi mệt liền lưng nhị bát hai là một ông im từ đó nắng còn hai pet nơi con phùm nắng pu qua chỉ pet để kịp chia ba thằng phùm mà che bạp chân mà đàm nom kia từ đất trai thari pi pet mà đạp tiệt ông im nắng á nơi phùm bà là pe nơi con phùm nắng sạp ta pe do màu mở mà đó tiệt màu bầm môi bầm pal là gì bà bầm môi bầm pal là nghĩa chứ hayการนั้นยมเคยนะเป็ดแต่จับตาใส่เป็ดฉันก็จะจับตาใส่ได้มองโอนดังมองโอนสะสมัยฉันเมื่อตาใส่จับตาใส่ด้วยหึงฉันยังไงนะการนั้นก็จับแต่เปบานในทาใจทารีคือบัดบองสมาร์ทได้บัดหายก็อดดังทาก็อดบานในใจสมุนได้ก็คือบัดในคือหาวมดบานในทาจอมก่อคือคลังเหม็นเต้นสับแต่เปก็อสมาร์ทเพียบตรอมเป็ดนั้นก็จะจันก็จับแต่ใส่ได้แต่ใส่เวียนโหลดปีกอได้มอกระแหลได้มอสมาดอกก็พอดเตยไปได้บ้านนาการอัดบานตัวเป็ดที่มันตอนตัวเป็ดตอนดิผู้ไอ้วิโจปีใบเมาเฮยก็ถอดมัดบ้านบาสันจีไปจับบอลนี้มินลานมินเพลสูไปจีไอสังกรุกอดบ้านในจังเตออนุกรมขนมคลังเหมือนเต้นบองโอนสะสมัยตื้อได้มันก็สู้เหมือนตูตีกลับมาจะเฮียงซอมาจะเฮียงการนั้นนะกอดพอดเตยหายสลับตะเปนังอมอิมยมสลับบัดชังมัดเพะต้องอ๋อเนี่ยนาก็ยมได้ก็ได้ทารีไอ้อินเตอร์นาให้มาให้ฉับเตยชาวปุ๊อันแม่ไอ้เติมตะปลองจอบเตเนี่ยมันตอนบ้านโยไอ้มาเพียบดมนังตะดอไม้พองอมอิมก็สลับบัดหายจังนะให้บ่งจัดบ่งพอกอดนั่งยมมาตำหังยมใส่พองโอนกอดสลายโอนกอดครั้งนะให้ตึบแต่เป็นกับบอมให้ตึบแต่พอเห็นจับที่ดับปีที่บ้าให้บองโอนดังมาvậy bà sinh gì con chụp nửa p đây mà nửa squat hai con nữa sọc chất job ca pi mà nửa squat đó con ọt thời ọt miên thời đam cả su nè bạ pi lơ tì bà này tha mà nửa squat nè cứ chìm nè bà này tha mà chui con đài phần tay con đã con khai tật đọp tia dục chơi của vì riêng dục hai khai ông im tha áo chứ ọt chụp tìตอนดอกันไหลนึงมัดเพะชีพอดตังอ่ะเนื้อซอแต่กอดถือร้องอ่ะได้มือสู้บะปีเลยแต่บางกอดพอดแบบกอดสลับในยุคนั้นมองผมเปิลเปได้กอดสลับมันแต่กันละมองกดเปดับเพลงเพลียมะให้ไมโครมาอ่ะใช่มาแบบมัดเพะอ๋อได้เตยสมมติเอาทอนเตยนาทีบองโอนดังเมียนปังปรตกายกะลัง
នៅក្នុងភូមិមិនដែលមានឆ្កែព្រុសមិនដែលមានឆ្កែលូទេគ្រាន់តែគាត់ស្លាប់ភ្លាមឆ្កែព្រុសសំដៅមកផ្ទះគាត់ទាំងអស់លុះហ៊ូហ៊ូហ៊ូលូពេញភូមិបានន័យថាពេញភូមិក្មេងៗទាំងអស់នាំគ្នាព្រឺរត់ចូលផ្ទះទាំងអស់អត់មានអ្នកណាហ៊ានចេញក្រៅទេបានន័យថាគាត់ចាប់ផ្ដើមចេញមកឡបាត់ហើយបានន័យថាអត់ទាន់មានអ្នកឃើញទេតែសត្វឆ្កែដឹងស្រាប់ហើយឆ្កែមានភ្នែកមើលឃើញមនុស្សអវិញ្ញាណបានវិញ្ញាណណាវិញ្ញាណខ្មោចបងប្អូនដឹងទេលូលមកយប់ទល់ភ្លឺបាទហើយគាត់គឺជាខ្មោចគេហៅថាខ្មោចតៃហោងអត់ទុកយូរទេស្លាប់យប់នេះយប់ដែលគាត់ស្លាប់ហ្នឹងគឺប៉ះដូចជាយប់ថ្ងៃអាទិត្យថ្ងៃច័ន្ទឡើងព្រឹកឡើងគឺបូជាយកតែម្ដងបងប្អូនមកយប់ទល់ភ្លឺគឺអត់ទេហើយអ៊ំអ៊ំអ៊ីមអត់ចង់យកទៅបូជាទេគាត់យំកូនអើយកូនឯងឆាប់ទៅចោលម៉ែកូនឯងហ៊ានបកែណាស់កូនឯងខំរៀនណាស់កូនឯងចង់ធ្វើពេទ្យកូនឯងចង់ធ្វើពេទ្យហេតុអីបានកូនឯងទៅអញ្ចឹងគ្រាន់តែមិត្តភក្តិឮអ៊ំអ៊ីមនិយាយអញ្ចឹងនាំគ្នាយំទៅទៀតទៅបាទយំទៅទៀតហើយដល់ម៉ោងប្រហែលជាម៉ោង10ម៉ោង11 12ប្រហែលជាម៉ោង1ម៉ោង2ថ្ងៃហាសពគាត់ទៅបូជានៅខាងវត្តជប់បងប្អូនដឹងនៅពេលដែលគេទៅបូជានឹងរបៀបម៉េចឯងបាទបូជាហ្នឹងណាមានអ្នកភូមិហ្នឹងណាឃើញគាត់ហ្នឹងអង្គុយនៅកន្លែងមឈូសហ្នឹងហ្មងរឿងហ្នឹងវាចឹងគួរឲ្យខ្លាចមែនតើក្មេងភ័យណាស់ពីព្រោះគាត់ខ្មោចតៃហោងតែគាត់មកលងបែបហ្នឹងគឺបែបស្អាតទេព្រោះអត់តន់ដល់7ថ្ងៃទើបតែបានមកយប់គត់ហើយម៉ែក៏អត់ដាច់អាឡ័យទេហើយកាលហ្នឹងសាក់សពប្រែពណ៌លឿនមែនតើហើយឈាមហូរតាមកកហៅមុខហៅមាត់ណាឈាមហូរតាមត្រចៀកគាត់ហ្នឹងហូរតាមច្រមុះមើលទៅគួរឲ្យខ្លាចមែនតើបាទម៉ោងដែលមុនទៅបូជាហ្នឹងបងប្អូនដឹងទេมันមានការហ្នឹងมันមានអ្នកបបរមានអីនៅក្រោយផ្ទះគាត់មានដើមទៀបមានដើមស្វាយអីចឹងទៅក្រោយផ្ទះដីភូមិរៀងធំទៅក្រោយគាត់មានអ្នកដែលគេបបរហ្នឹងគេទៅក្រោយដើរទៅឈីណូមហ្នឹងស្រាប់តែពេលចុងភៅដើរទៅណូមហ្នឹងគាត់ចេញឲ្យចុងភៅហ្នឹងឃើញចុងភៅយំស្លាប់បាត់ឈឹងចុងភៅស្រីមកជួយឃើញស្រស់ស្លាប់រត់អត់រួចគាត់ភ័យវិញ្ញាណខ្សោយគេទៅលើគាត់មកសួរថាកើតអីចាថារីលងខ្ញុំតាំងថ្ងៃចាប់ដើមភ័យបងប្អូនដឹងទេលងទាំងថ្ងៃមិនតាន់ផុតទេយកគាត់ទៅបូជាស្រាប់តែពេលដល់យប់ឡើងលោកសូត្រមន្តសូត្រអីចប់ហើយមកវិញណាល្ងាចហ្នឹងសូត្រអីបន្តិចក៏ចប់ទៅហើយឆ្កែខ្ញុំប្រាប់បងប្អូនលូទៀតឲ្យតែមេឃល្ងឹតភ្លាមលូទៅផ្ទះគាត់ទាំងក្បាលល្ងាចបានន័យថាឃើញសមោលអ្នកជាប់លបងផ្ទះហ្នឹងឃើញសមោលយើងមើលផ្ទះនៅនឹងគេធ្វើផ្ទះខ្ពស់អញ្ចឹងទៅឃើញសមោលគាត់ដើរពេញក្រោយផ្ទះលងគេទាំងអស់មួយភ័យឡើងបាសសក់នៅក្នុងភូមិដេកអត់បានទេលូតាំងពីដើមភូមិរហូតដល់ចុងភូមិឆ្កែលូទល់ភ្លឺហើយបានន័យថាយប់ឡើងហ្នឹងគឺបានន័យថាគាត់ជិះគាត់គេថាគាត់ដើរពេញតាមផ្លូវយើងហ្នឹងដើរពេញផ្លូវហ្នឹងកាលហ្នឹងខែរៀងស្រាំងរៀងភ្លឺណាគាត់លងបែបហ្នឹងអ្នកភូមិភ័យណាស់បងប្អូនហើយកាលហ្នឹងការដែលគាត់ស្លាប់ហ្នឹងគឺមានមិត្តភ័ក្តិគាត់ទាំងអស់ដែលទៅរៀនមួយគ្នាហ្នឹងមកនៅសម្រាប់ផ្ទះគាត់ទាំងអស់អ្នកដែលគាត់ឲ្យឃើញដំបូងគេគឺចាយរស្មីគ្រាន់តែចាយរស្មីដើរទៅក្រោយពឹបគាត់ចេញមកលងភ្លឹបចាយរស្មីបាត់មាត់ឈឹងយំហីហើយថារីហើយមកលេងអញធ្វើអីលេងអញស្រស់អញ្ចឹងអញខ្លាចណាស់ហើយមើលយំចឹងទុនដៃទុនជើងយ៉ាទៅរត់គាត់ដើរមកឃើញពីអ្នកអង្គចិត្តហ្នឹងមកចាប់ធ្វើកាត់អីថារីចាញ់មកលេងបោះនាំគ្នាបោះសបុលច្រាំងបងប្អូនហើយបងចិត្តណាបោះសបុលច្រាំងតែគាត់អត់ឲ្យបងចិត្តឃើញព្រោះជាបងប្រុសរបស់គាត់តែចំណែកអ៊ំអ៊ីមនេះគាត់ចង់ឃើញណាគាត់ចង់ឃើញកូនគាត់ខ្លាំងណាស់តែចែគាត់អត់ដែរឃើញខ្មោចតៃហោងតាមពិតគេអត់ឲ្យយកមកដាក់នៅផ្ទះទេណា
ពីព្រោះអីតែនេះពេលដែលយកម្ដាយក៏អត់តន់ស្លាប់តែគាត់ស្លាប់នៅផ្ទះគាត់អញ្ចឹងណាអញ្ចឹងផ្ទះរបស់គាត់ហ្នឹងចាំមិនប្រាប់បងប្អូនឡងរហូតអ្នកជិះកាត់ឃើញក៏គាត់បក់ដៃហៅគេកាលហ្នឹងសម័យហ្នឹងឡានអត់មានផ្លូវអីស្រួលទេបងប្អូននឹងស្រាប់ហើយម៉ូតូដឹកត្រីឡានដឹកបន្លែអីហ្នឹងចេញពីព្រំដែនមកដឹកងាក់ជិះតិចដូចតែអតេកូអញ្ចឹងណាអ្នកអត់ដឹងអត់អីទេអ្នកខ្លះគាត់បក់ដៃអញ្ចឹងគេខ្ជិលអីមីអូននេះស្អាតម្ល៉េះហើយផ្ទះគាត់ឈៀងមកទីទាហានបន្តិចទេស្អាតម្ល៉េះមិនឆាំយកអីគេក្មួយអ្នកដែលជិះម៉ូតូដឹកត្រីគាត់ណៃទិញត្រីអត់ទេពូគាត់និយាយវាបអបអត់ទេពូខ្ញុំអត់មានទិញអីទេខ្ញុំចាំមិត្តភក្តិខ្ញុំទៅរៀនពូនោះលឺប៉ុបមើលទៅអីនិយាយបអភ័យជិះតូលេងសោតសាមាសម្ពុតជិះទៅផុតហើយមកលើក្រោយដល់ផ្ទះគាត់ហ្នឹងលែងហ៊ានហ្មងឡងម្ដងពីរដងលែងហ៊ានណាអ្នកដឹកត្រីយកទៅលក់ហ្នឹងហ្នឹងហើយទាហានដែលផ្ទះគាត់ឈៀងទល់មុខប្រទាយទាហានតិចហ្នឹងស្រាប់តែពេលបងទាហានហ្នឹងក៏កាសាឃើញគាត់ដែរគាត់ចេញមកលើករហូតហើយឆ្កែលូរហូតខ្ញុំប្រាប់បងប្អូនរហូតដល់ធ្វើបន់7ថ្ងៃធ្វើបន់7ថ្ងៃឲ្យគាត់ទៀតធ្វើបន់ខ្លាំងណាអ៊ំអ៊ីមធ្វើបន់ខ្លាំងណាសុំឲ្យកូនមកលេងគាត់បន្តិចក៏អត់យល់សពក៏អត់អីក៏អត់ហើយមិត្តភក្តិគាត់លែងហ៊ានទៅផ្ទះគាត់មកឃើញគាត់មកឡងទាំងអស់គ្នាមិត្តភក្តិស្រឡាញ់គ្នាប៉ុណ្្នឹងឯងនៅខ្លាចគាត់ទៀតបាទស្រាប់តែពេលគាត់ឡងចុងក្រោយហ្នឹងឡងរហូតដល់គេឈឺឡងគេឈឺកាលហ្នឹងមាន2អ្នកប្តីប្រពន្ធហ្នឹងពូនឹងមីងហ្នឹងគាត់នៅខាងជប់ហ្នឹងនៅខាងនោះអត់ទាំងគាត់យកថៃពីហ្នឹងមកដឹកដោយសារគាត់ខានដឹកយូរណាគាត់អត់ចាប់អារម្មណ៍ទេគាត់ដឹកយកមកដឹកកាត់ផ្លូវហ្នឹងស្រាប់តែពេលចាយហ្នឹងគាត់ហៅថាគាត់ហៅទិញថៃបងប្អូននឹងហៅទិញថៃបក់ដៃហៅមកដូចរដងហ្នឹងឃើញដូចរដងហ្នឹងហើយពាក់កៅអៅសិស្សសាលាតដែរអាវដែលគាត់ត្រូវគេវាយពុកហ្នឹងបោកអាហ្នឹងតដែរពាក់កៅហ្នឹងតដែរប៉ុន្តែលើកហ្នឹងទិញថៃគេគេថាអូខ្ញុំសុំទិញថៃ1គីឡូមកកាលហ្នឹងអាថៃ1គីឡូគេអត់មានប្រមាណ100ទេ1គីឡូដូចជា2-300អីហ្នឹងទេអត់ថ្លៃទេសម័យហ្នឹងលុយថ្លៃបាទតែពេលគេដាក់ថ្លឹងឲ្យហើយអីហើយគាត់ហុចលុយឲ្យហើយគេពូគាត់ឃើញលុយក៏យកលុយមកអាពេលគាត់ឲ្យលុយប៉បគាត់ឡើងជិះម៉ូតូពីអ្នកប្រពន្ធគាត់ប៉បងាកមកក្រោយវិញបាត់ទាំងគាត់បដ ாய் ពេលមើលលុយមានលុយណាក្តាស់ធម្មតាហ្នឹងពីអ្នកប្តីប្រពន្ធគាត់ស្រែកខ្មោចលងទៅហ៊ានមើលឃើញមកចាញ់មកហាស្រែកអីគាត់ភ័យញ័រពីអ្នកប្តីប្រពន្ធហើយឡងសោះទៅពេលពូខាងតាហ៊ានហ្នឹងក៏សួរមិនចាកើតអីនឹងពីអ្នកបងអូយមិញមីអូនមួយពេលអាវហ៊ានពេលអាវសិស្សសាលាហៅទិញត្រីតែពេលយកត្រីឲ្យហើយលេងបាត់មនុស្សឲ្យលុយមកក៏អត់ឃើញស្រាប់តែពេលប៉ូលីសតាហ៊ានគាត់លឺពុបព្រឺសបល់ថាចាឯងត្រូវខ្មោចលងហើយត្រូវអាចថារីនឹងលងខ្មោចក្មេងកមុំខ្មោចសិស្សកមុំលឺតែអញ្ចឹងពូពីរនាក់ហ្នឹងមានបានទៅលក់ត្រីណាប្រពន្ធដួលទាំងស្លាប់ទឹកដួលទាំងគាត់ប្រលឹងសោយកាលនឹងខ្មោចលងសាហាវប្រលឹងមានបានយកត្រីទៅលក់ទេក៏ដឹកខាងបងតាហ៊ានហ្នឹងជួយដឹកទៅផ្ទះស្លាប់មួយថ្ងៃស្អែកឡើងជូសសក់ផឹកឡើងហ្នឹងច្បាស់ថ្ងៃហ្នឹងជូសសក់យកទៅឲ្យលោកសូត្រមន្តសូត្រអីឲ្យគាត់ឡើងមួយថ្ងៃគិតជាហើយគាត់ស្បត់ថាគាត់អត់ជិះយកត្រីទៅលក់ពេលយប់ទៀតទេតតែថ្ងៃរះបានទៅហ្នឹងណាតែនិយាយទៅការនឹងចែថារីគាត់ឈប់ដើមឈប់ឡងរៀងស្ងប់ស្ងាត់ប្រហែលជាចូលចិត្តកន្លះឆ្នាំបងប្អូននឹងស្រាប់ហើយបាទហើយពេលចូលចិត្តកន្លះឆ្នាំហ្នឹងហើយចូលចិត្តកន្លះឆ្នាំហើយបងចិត្តមកនៅជាមួយម្ដាយអញ្ចឹងម្ដាយគាត់ព្រោះអត់មានកូនទេមានតែបងចិត្តឯនៅមួយអ៊ំអ៊ីមនៅពេលដែលផ្ទះអញ្ចឹងទៅគាត់អ៊ំអ៊ីមគាត់នៅបានកន្លះឆ្នាំហ្នឹងគាត់មានអារម្មណ៍ថាគាត់ខូចចិត្តខ្លាំងណាស់បានន័យថាកូនអត់ដែរមកលេងគាត់សោះហើយគាត់នឹកកូនគាត់នៅផ្ទះហ្នឹងគឺគាត់នឹកកូនគាត់រាល់ថ្ងៃនឹកកូនគាត់ក៏សម្រេចចិត្តហ្នឹងមកនៅផ្ទះបងប្អូនគាត់នៅភ្នំពេញហើយទុកផ្ទះនឹងចោលពេលដែលគាត់ទុកផ្ទះនឹងចោលបងប្អូនដឹងហ៎កន្លះឆ្នាំក្រោយផ្ទះនឹងអត់មានអ្នកហ៊ានចូលទេថ្ងៃណាក៏គាត់លងគេដែរ
ឡងគេរាល់ថ្ងៃបើមិនគោះទ្វារទេអានសភៅឲ្យគេស្ដាប់ណាហើយភ្លើងផ្ទះយប់ឡើងដឹងតែភ្លឺហ្មងរហូតផ្ទះហ្នឹងរហូតទុករហូតដល់2ឆ្នាំ1ឆ្នាំ2ឆ្នាំក្រោយអ៊ំគាត់មកមើល2ឆ្នាំ3ឆ្នាំអត់មើលម្ដងមកមើលផ្ទះមកមើលសម្អាតផ្ទះតែវារៀងបាត់ស្ងាត់ហើយរឿងហ្នឹងក៏ចាប់ផ្ដើមរៀងផ្សាយមានគេអាចគេហ៊ានដើរកាត់ផ្ទះគាត់ខ្លះហ៊ានដើរកាត់ហ៊ានអីពីមុនអត់មានហ៊ានទេតែក្រោយផ្ទះក៏អត់ហ៊ានទៅដែរព្រោះលងទាំងថ្ងៃអញ្ចឹងបាន2ឆ្នាំក្រោយមកតចូលឆ្នាំ2002 2003បានផ្ទះហ្នឹងដូចជាគាត់លក់ទៅឲ្យខាងបងប្អូនគាត់អ្នកភ្នំពេញហ្នឹងគេទិញដីហ្នឹងយកទៅដោយសារតែកាលហ្នឹងយកលុយទៅមើលជំងឺអ៊ំអ៊ីមគាត់មានជំងឺបានន័យថាបាក់ទឹកចិត្តរឿងកូនស្រីរបស់គាត់អញ្ចឹងណាកូនស្រីដែលគាត់ស្រឡាញ់បានថាគាត់ស្រឡាញ់មានស្រីតែមួយនឹងផងហើយរឿងហ្នឹងហើយអត់មានអីទេបងប្អូនគឺរឿងហ្នឹងគឺជាប់ធំហ្នឹងបាទនេះគឺជារឿងពិតដែលបានកើតឡើងកាលពីឆ្នាំ1999ឆ្នាំឡុងឆ្នាំ2000ហ្នឹងហើយរឿងហ្នឹងកំសត់អាណិតទៅដល់អ៊ំអ៊ីមបាទហើយបើសិនជារឿងនេះបងចិត្តជាបងស្រីបងប្រុសគាត់បានលឺអីសូមអធិស្ឋានណាបងរឿងនេះជារឿងពិតព្រោះខ្ញុំក៏ជាអ្នកនៅក្នុងហេតុការណ៍ហ្នឹងដែរបាទន័យថាខ្ញុំជាអ្នកដែលនៅផ្ទះជាប់លបងគ្នាទេមិនឡងដល់ដីមួយទេហើយខ្ញុំក៏គាត់មិនមែនឡងឲ្យឃើញទេប៉ុន្តែគ្រាន់តែថាឲ្យតែដើរគិតផ្ទះគាត់ដឹងតែឆ្កែលូយប់ឡើងនេះឲ្យឆ្កែលូដេកអត់បានទេខ្ញុំក៏បានរត់ទៅនៅខាងមួយអ៊ំខ្ញុំនៅខាងខេត្តកំពង់ស្ពឺវិញកាលឆ្នាំហ្នឹងទៅបានឈប់ខ្លាចកាលហ្នឹងខ្លាចមែនតើណាបាទសូមអរគុណប្រិមិត្តនេះពពកក្រហមមានតែរឿងប៉ុណ្ណឹងទេហើយយើងនឹងមានរឿងរន្ធត់ជាច្រើនទៀតដែលសិតតែសឹងតែជារឿងដែលខ្ញុំធ្លាប់ជួបប្រទះផ្ទាល់ណាបាទអរគុណច្រើនជំរាបលា